và chùm điệp số vòng màn vốn bạt ngày tí bằng bay khai 4 trời chạy khai mấy xá bạt năm pi pon mà phây pram và ní cái chia sẻ mà phép để dương tinh tắc bán bạt ngày ní dương ở tinh tắc máu bạt chùm nuốn tắcประมาณ vua 110 vua bạn nông 110 vua ní cứ miền cao ở bên thom pi bong xèn huốt 50 vua và lục tuần pích 15 vua bạt cài bị mán nắng cứ bạn trong càng nghe rồi bỏ nhóm và chụp xe nắng cứ nhóm bạn ở bộ quạt bà châu rúm bạn 130 vua nâng bạn ní chỉ sự đây chỉ là bọc nhôm chụp xe nâng bong xèn huốt lục tuần pích hay nâng miền bong vốn môi chùm luôn tràn tiết bạn đại quạt trôiมาเรื่อยๆให้การใช้ตักนี้ខ្ញុំใช้រហូតដល់ថ្ងៃទី20ខែ4ឆ្នាំ2025បាទបើសិនជាពុកម៉ែបងប្អូនបាទធ្វើដំណើរពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការនឿយហត់បាទអាចយកទឹកបរិភោគបានបាទដោយសេរីដោយ free ដោយមិនគិតថ្លៃទេបាទយកប្រមាណក៏យកចោះឲ្យតែហូបឆ្អែតបាទគឺយើងធ្វើបុណ្យយើងធ្វើដោយសេចក្តីជ្រះថ្លាយើងធ្វើបុណ្យអត់មានហួងហែងទេបាទហូបចោះឲ្យតែហូបឆ្អែតបាទហូបប្រមាណក៏ហូបចោះបាទនឹងអញ្ចឹងបានថាសក្តិជ្រះថ្លារបស់យើងខ្ញុំនេះបាទធ្វើនេះក៏ជូនពុកម៉ែបងប្អូនដែលនៅទេខាងកំពង់ទេសនានេះក៏ទទួលផលបុណ្យដែលខ្ញុំបានធ្វើនេះផងបាទរួមចូលរួមទាំងអស់គ្នាបាទខ្ញុំក៏មិនមែនអ្នកមានលុយច្រើនទេប៉ុន្តែសក្តិជ្រះថ្លារបស់ខ្ញុំបាទអំពើបុណ្យរបស់ខ្ញុំគឺជ្រះថ្លាដូចជាទឹកគឺប្រៀបដូចជាសក្តិត្រជាក់បាទយើងធ្វើខ្លួនដូចទឹកបាទគឺមានតែបាទភាពជំរុងចម្រើនបាទហើយដូចខ្ញុំនិយាយចឹងខ្ញុំមិនមែនជាអ្នកមានលុយមានកាក់អីទេខ្ញុំក្រដូចទៅពុកម៉ែបងប្អូនហ្នឹងប៉ុន្តែបាទខ្ញុំចូលចិត្តបាទធ្វើអ្វីឲ្យតែបាទពុកម៉ែបងប្អូនមើលទៅបាទមានសេចក្តីសុខសេចក្តីសប្បាយគឺខ្ញុំចូលចិត្តណាស់បាទមិនថាក្នុងកប៉ៅអត់មានលុយទេប៉ុន្តែបើនិយាយពីរឿងធ្វើប៉ុនវិញធ្វើទៀនធ្វើប៉ុនវិញគឺចិត្តដូចទៅបងប្អូនចឹងដែរបាទធ្វើហើយគឺដោយសេចក្តីជ្រះថ្លាចឹងហ្មងបាទអញ្ចឹងជាចុងក្រោយបាទអញ្ចឹងក៏ពុកម៉ែបងប្អូនធ្វើដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបើនឿយហត់មានការនឿយហត់មានការសេកទឹកអីពុកម៉ែបងប្អូនអាចមកយកបាទទឹកហូបហ្វ្រីបានបាទទឹកហូបដោយសេរីបាននៅទីតាំងបាទច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាទចេញពីទឹកដីប្រទេសខ្មែរយើងចូលទឹកដីថៃបាទទីតាំងដែលខ្ញុំដាក់នេះគឺនៅទីនេះហ្មងបាទអញ្ចឹងដូចខ្ញុំនិយាយចឹងហូបដោយសេរីបាទហូបទឹកបងបាទហូបដោយសេរីគឺអត់មានហួងហែងទេបាទយកប្រមាណយកចោះបាទឲ្យតែគាត់ចង់ញ៉ាំបាទយកប្រមាណឲ្យតែឆ្អែតបាទនេះជាសេចក្តីជ្រះថ្លារបស់ពួកខ្ញុំធ្វើជូនពុកម៉ែបងប្អូនអញ្ចឹងក៏ជូនពុកម៉ែបងប្អូនដែលទស្សនានេះបានបុណ្យដូចតែខ្ញុំបានធ្វើផងបាទចែកបុណ្យស្មើគ្នាជាចុងក្រោយជូនពរពុកម៉ែបងប្អូនរកទូទានមានបានជាពិសេសតំណាមកណាមានតែសេចក្តីសុខសេចក្តីសប្បាយបាទសួស្តីសង្ក្រាន្តបាទសួស្តីឆ្នាំថ្មីសូមអរគុណសូមជម្រាបលា